ហេតុការណ៍ទាំង3នេះបានកាត់ឡើងមកលើខ្ញុំហើយបានធ្វើឲ្យខ្ញុំជឿជាក់ទៅលើអំពើល្អអ្នកផ្សេងស្ដាប់មើលទៅអាចគិតថាវាជារឿងចៃដន្យប៉ុន្តែខ្ញុំអត់គិតថាវាជារឿងចៃដន្យទេខ្ញុំគិតថាវាជាសំណាងឬក៏អំពើល្អដែលយើងធ្លាប់ធ្វើពីមុនមកគឺវាបានតបស្នងមកយើងវិញអញ្ចឹងអរគ្នាពួកអីហេតុការណ៍ទាំង3ដែលខ្ញុំនឹងនិយាយនេះគឺភាគរយនៃការបាត់បង់គឺខ្ពស់ខ្លាំងមែនតើវាបែរជាត្រឡប់មករកខ្ញុំវិញហេតុការណ៍ទី1ដែលបានកាត់ឡើងមកលើខ្ញុំហ្នឹងគឺនៅពេលដែលខ្ញុំបានទៅដើរលេងទៅកន្លែងមួយហើយខ្ញុំមួយមិត្តភក្តិខ្ញុំគឺបានទៅកន្លែងក្លឹបអីអញ្ចឹងណាតតែម៉ោង1ម៉ោង2យប់បានពួកខ្ញុំត្រឡប់មកតែវិញតែនៅពេលដែលមកដល់តែហ្នឹងគឺខ្ញុំបានចុចលេខកូដខុសធ្វើឲ្យអា passcode ទ្វារហ្នឹងគឺវា lock ជាប់នៅនឹងហ្មងហើយម៉ោង1ម៉ោង2យប់គឺខ្ញុំបានព្យាយាម call ទៅខាងម្ចាស់អូតែហ្នឹងតែគេលើគេដោយសារតែយប់ហើយគេអញ្ចឹងអ្នកនរគ្នាសម័យមើលម៉ោង1ម៉ោង2យប់គឺអត់មានអ្នកគេនៅក្នុងអូតែហ្នឹងទាំងអស់ហើយពេលហ្នឹងគឺពួកខ្ញុំគិតថាប្រហែលជាទៅគេនៅអូតែផ្សេងហើយដោយសារតែពួកខ្ញុំចូលទៅក្នុងបន្ទប់អត់កើតពេលហើយអ្នកនរគ្នាស្រាប់តែមានភ្ញៀវនៅក្នុងអូតែហ្នឹងគាត់ចុះមកស្របពេលដែលពួកខ្ញុំកំពុងតែនៅខាងមុខកំពុងតែជាប់គាំងអាទ្វារហ្នឹងទៀតមានភ្ញៀវហ្នឹងគាត់ចុះមកគាត់បានកំងមហូបញ៉ាំតាម Grab អ្នកទាំងអស់គ្នាគឺគាត់បានកំងគឺនៅចំពេលដែលម៉ោងដែលខ្ញុំកំពុងតែជាប់គាំងទ្វារហ្នឹងអ្នកនរគ្នាពេលហ្នឹងគឺពួកខ្ញុំបានប្រាប់គាត់ថាបើសិនជាគាត់អត់ចោះមកទេគឺខ្ញុំប្រហែលជាទៅគេងនៅអូតែផ្សេងឯងពេលហ្នឹងក៏ពួកខ្ញុំក៏គិតដែរថាមិនបានគាត់មកកំងហូបអីញ៉ាំម៉ោង1ម៉ោង2យប់ហើយចំពេលដែលខ្ញុំកំពុងតែជាប់ឡុកទ្វារហ្នឹងអញ្ចឹងណាគិតចុះគិតឡើងអ្នកគ្នាគាត់អាចកំង5នាទីមុនពេលដែលខ្ញុំមកដល់ក៏បានឬក៏បានកន្លះម៉ោងក្រោយពេលដែលខ្ញុំមកដល់ក៏បានប៉ុន្តែអត់ទេអ្នកនរគ្នាគឺចំប៉ក់ម៉ោងដែលខ្ញុំមកដល់អូតែហ្នឹងហើយចុច passcode ខុសនឹងបណ្ដោយអ្នកទាំងអស់គ្នាហើយសម្រាប់ហេតុការណ៍ទី2វិញគឺកាត់ឡើងនៅតាក់ស៊ីអ្នកនរគ្នាដោយសារតែពេលហ្នឹងភ្លៀងខ្លាំងហើយខ្ញុំក៏បានហៅតាក់ស៊ីជិះទៅអូតែវិញពេលហ្នឹងគឺខ្ញុំចេញពី shopping mall ហើយអ្នកនរគ្នាទិញអីវ៉ាន់ច្រើនខ្លាំងមែនទែនហើយមានថង់ skin care មួយដែលខ្ញុំបានភ្លេចនៅលើតាក់ស៊ីហ្នឹងអ្នកនរគ្នាប៉ុន្តែពូតាក់ស៊ីហ្នឹងគាត់បានកលេចមកខាងក្រោយតន់នៅពេលដែលខ្ញុំចោះទៅអ្នកនរគ្នាពេលហ្នឹងមេឃភ្លៀងខ្លាំងមែនទែនហើយខ្ញុំត្រូវប្រញាប់ចោះទៅដើម្បីចូលទៅក្នុងអូតែកុំឲ្យវាសើមអ្នកនរគ្នាប៉ុន្តែពេលហ្នឹងគឺចំពេលដែលពូតាក់ស៊ីហ្នឹងគាត់ចេះងាកមកមើលខាងក្រោយតន់ណាគាត់ក៏ហៅខ្ញុំទៅយកថង់ skin care ហ្នឹងវិញអ្នកនរគ្នាពេលហ្នឹងបើសិនជាគាត់អត់ចេះងាកមកខាងក្រោយទេគឺខ្ញុំបាត់ហើយថង់ skin care ហ្នឹងគឺគាត់ជិះទៅវូហ្មងហើយយើងមិនមែនទៅ order តាម Grab តាក់ស៊ីអីណាអ្នកនរគ្នាគឺពេលហ្នឹងហៅមកកន្លែង shopping mall របស់គេហ្នឹងបើសិនជាបាត់ថង់ហ្នឹងគឺខ្ញុំយំហ្មងអ្នកនរគ្នាព្រោះអី skin care ទៅទិញថ្មីហើយអស់លុយច្រើនទៀតអ្នកនរគ្នាគិតមើលតាក់ស៊ីខ្លះគាត់យកលុយពីយើងហើយគឺគាត់ជិះទៅវូហើយតែពូនេះចេះសំណាងអីគាត់ងាកមើលខាងក្រោយឃើញថង់ skin care របស់ខ្ញុំហ្នឹងគឺអូយសំណាងខ្លាំងមែនតើសម្រាប់ហេតុការណ៍ទី3នេះវិញគឺទៅតែកាត់ឡើងមកលើខ្ញុំថ្មីនេះឯងគឺខ្ញុំបានយកកៅអៅទៅដាក់បោកគក់ហើយខ្ញុំអត់ដឹងថាខ្ញុំមានលុយ80000នៅក្នុងកប៉ៅហ្នឹងទេគឺខ្ញុំភ្លេចឆឹងហ្មងអ្នកគ្នានៅពេលដែលដល់ថ្ងៃដែលខ្ញុំទៅយកកៅអៅវិញហ្នឹងអ្នកបោកគក់ហ្នឹងគាត់ក៏ប្រាប់ខ្ញុំថាអូនខ្លួនឯងភ្លេចលុយនៅក្នុងកប៉ៅដល់ពេលខ្ញុំរាប់មើលទៅអ្នកគ្នា80000រៀលគាត់អាចនឹងយកទៅអ្នកគ្នាគឺគាត់មានឱកាសអាចយកទៅប៉ុន្តែគាត់អត់យកគាត់ប្រាប់មកគាត់សុខចិត្តមកប្រាប់ខ្ញុំវិញអ្នកគ្នាថាខ្ញុំភ្លេចលុយហើយខ្ញុំនេះគឺអត់មានដឹងចោលអីទេថាខ្លួនឯងភ្លេចលុយមានលុយនៅក្នុងកប៉ៅនឹងពួកអីម្ដងចាយទៅតាម ABA បើកន្លែងផ្សេងគឺគាត់យកបាត់ហើយអ្នកគ្នាខ្ញុំហ៊ាននិយាយចឹងហ្មងគឺគាត់យកបាត់ហើយបើកន្លែងផ្សេងប៉ុន្តែកន្លែងគាត់នេះពេលហ្នឹងខ្ញុំនិយាយប្រាប់គាត់ដែរថាបើសិនជាកន្លែងផ្សេងគេយករបស់ខ្ញុំបាត់ហើយព្រោះខ្ញុំអត់មានដឹងថាខ្ញុំភ្លេចលុយក្នុងហ្នឹងទេតែអីចេះប្រាប់ខ្ញុំអីចឹងណាខ្ញុំក៏អរគុណគាត់អីចឹងទៅចឹងសរុបមកហេតុការណ៍ទាំង3នេះអ្នកគ្នាអាចគិតថាជាភាពចៃដន្យក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំវិញខ្ញុំមកគិតថាវាជាភាពចៃដន្យទេព្រោះវាចៃដន្យខ្លាំងពេកជាពិសេសហេតុការណ៍ទី1ដែលខ្ញុំបានជាប់ឡុកទ្វារហ្នឹងហ្មងគឺចៃដន្យដល់ថ្នាក់ដែលខ្ញុំសឹងមិនជឿថាមានមនុស្សចុះមកនៅម៉ោង1ម៉ោង2យប់ហ្នឹងអញ្ចឹងបាទខ្ញុំគិតថាអំពើល្អអ្នកគ្នាវានឹងត្រឡប់មកជួយការពារយើងវិញឲ្យតែវាថាយើងមានភាពបរិសុទ្ធហើយយើងអត់ចេះចង់បានរបស់គេរបស់អ្នកដទៃអញ្ចឹងអញ្ចឹងរបស់ណាដែលជារបស់យើងគឺនឹងត្រឡប់មករកយើងវិញហើយការទាំង3នេះគឺខ្ញុំពិតជាជឿជាក់ថាដោយសារតែអំពើល្អរបស់ខ្ញុំពីមុនមកគឺវាបានតបស្នងមកយើងវិញអញ្ចឹងអ្នកគ្នារបស់ដែលជារបស់ខ្ញុំគឺនៅតែជារបស់ខ្ញុំគឺវាបានជួយចង់និយាយថានៅពេលដែលយើងប៊ីសនឹងមានគ្រោះថ្នាក់ឬក៏ប៊ីសនឹងបាត់បង់អ្វីមួយអញ្ចឹងគឺអីមួយធ្វើឲ្យរបស់នឹងនៅតែរបស់យើងវិញអញ្ចឹងអ្នកគ្នាកុំភ្លេចធ្វើអំពើល្អឲ្យបានច្រើនណាព្រោះអីអំពើល្អនេះពិតជាជួយយើងនៅពេលដែលយើងអត់ដឹងខ្លួនមែនអ្នកទាំងអស់គ្នាដូចជាហេតុការណ៍ទាំង3ដែលខ្ញុំបានជួបផ្ទាល់នេះគឺជាជួយដោះស្រាយបញ្ហាចេះថាខ្ញុំប៊ីសនឹងជួបបញ្ហាហើយប៉ុន្តែបែរជាជួយឲ្យខ្ញុំកុំឲ្យជួបបញ្ហាវិញអញ្ចឹងណាតែធ្វើអំពើល្អនេះគឺធ្វើមើលលើមនុស្សដែរបើសិនជាមនុស្សនឹងមើលទៅគាត់មើលរំលងនៃអំពើល្អរបស់យើងគឺយើងបាយទៅមិនបាច់ខ្វល់ពីគាត់ទៀតទេនៅពេលដែលយើងធ្វើអំពើល្អក៏មិនចាំបាច់រំពឹងទុកថាម្នាក់នឹងតបស្នងអំពើល្អមកយើងវិញដែរគឺយើងធ្វើទាំងសេចក្តីជ្រះថ្លាយើងធ្វើទាំងយើងអត់រំពឹងទុកអីពីគេមកវិញណាអ្នកនរគ្នាអានេះបានជួយយើងពិតវាជ្រះថ្លាពិតហ្មង